អូខេសូមគោរពជំរាបសួរវិលស្វាគមន៍សាជាថ្មីនៅការបង្រៀនភាសាកូរ៉េរបស់ខ្ញុំហើយថ្ងៃនេះដែរខ្ញុំបន្តមេរៀនដែលតាក់ទងទៅនឹងទម្រង់បដិសេធអញ្ចឹងទម្រង់បដិសេធដែលខ្ញុំបានរៀនកន្លងមកគឺមានពាក្យហើយនិងវេយ្យាករណ៍ហើយអញ្ចឹងខ្ញុំបន្តមេរៀនតាក់ទងទៅនឹងពាក្យបដិសេធម្ដងពាក្យបដិសេធយើងមាន ida anita alta molita ita opta ហ្នឹងអញ្ចឹងយើងបន្តទៅខាងមុខអូខេអញ្ចឹងអំឡុងពីមេរៀនលើកមុនដែលខ្ញុំបានរៀនអំពីពាក្យ an ស្មើនឹងជីយ៉ាន់ថានិងមុតស្មើនឹងជីមុតថាដាហ្នឹងអញ្ចឹងទី1នេះគឺខ្ញុំលើកអានយកមកនិយាយគឺអានវាស្មើនឹងមិនបូកជាមួយគេអាស័ព្ទឬក៏គុណនាមអញ្ចឹងអានចូលនៅខាងមុខវាស្មើនឹងគេអាស័ព្ទបូកគេអាស័ព្ទឬគុណនាមបូកនឹងជីយ៉ាន់ថាអញ្ចឹងវាឈរនៅខាងមុខជីយ៉ាន់ថាបូកថាមិននេះឯងមិនគេអាស័ព្ទឬគុណនាមឧទាហរណ៍ថាអានសាយោវាស្មើនឹងសាជាណាយោអញ្ចឹងខ្ញុំមិនទិញទេមិននេះមិនទិញអូខេអញ្ចឹងទី2គឺមុតគេអាស័ព្ទឬក៏គេអាស័ព្ទបូកជាមួយនឹងជីមុតថាដាមិនអាចគេអាស័ព្ទអញ្ចឹងមុតសាយោសាជីមុតថេអូខ្ញុំមិនអាចទិញទេអញ្ចឹងពីរនឹងខុសគ្នាថងថាអានហើយនឹងជីអានថាគឺមានជំរើសគេមានលុយឬក៏អត់លុយក៏ដែរគេមិនទិញរីឯខ្ញុំមិនអាចទិញបានមុតហើយនឹងជីមុតថាដានេះអត់មិនមែនមិនចង់ទិញមិនអាចទិញបានដោយសារតែហេតុផលអីមួយដូចជាអត់លុយឬក៏ខ្វះមុខខ្វះក្រោយអីចឹងទៅអូខេយើងបន្តទៅមេរៀនយើងអូខេយើងមើលរូបភាពនេះគឺកញ្ញាម្នាក់ហ្នឹងគាត់រៀនភាសាកូរ៉េអញ្ចឹងពាក្យទី1នេះគឺ Alda នេះដឹងស្គាល់ឬក៏ចេះអញ្ចឹងឧទាហរណ៍ថា Hangumaru Arayo ខ្ញុំអីគេខ្ញុំចេះភាសាកូរ៉េ Hangumal នេះភាសាកូរ៉េអញ្ចឹងម្នាក់ស្រីនេះវិញមិនដែរMorida មិនដឹងឬក៏មិនចេះមិនស្គាល់អញ្ចឹងអីគេ Ilbuno ឬ Mulayo Ilbuno ភាសាជប៉ុនអញ្ចឹងខ្ញុំមិនចេះភាសាជប៉ុនទេអញ្ចឹងម្នាក់ស្រីហ្នឹងគាត់រៀនភាសាជប៉ុនគាត់ចេះម្នាក់ស្រីនេះគាត់ចេះភាសាកូរ៉េអូខេអញ្ចឹងយើងទៅមុខទៀតអូខេអញ្ចឹងទី2នេះរូបកាបូបមានលុយអញ្ចឹង Ita មានអីគេ Tony Seo ខ្ញុំមានលុយអូខេកាបូបមានលុយ Opta មិនមានគ្មានឬក៏អត់អញ្ចឹង Tony Opseo ខ្ញុំគ្មានលុយទេឬក៏ខ្ញុំអត់លុយឬក៏ខ្ញុំមិនមានលុយអូខេយើងបន្តទៅមុខទៀតជនជាតិកូរ៉េទី3នេះ Ida គឺជាគឺឬក៏ជា Hanguk Sarami អញ្ចឹងខ្ញុំគឺជាជនជាតិកូរ៉េ Hanguk Sarami រូបនេះមិនដែរ Anida មិនមែនជា Hanguk Sarami Anio ខ្ញុំមិនមែនជាជនជាតិកូរ៉េទេ Anida មិនមែនជា Hanguk Saram ជនជាតិកូរ៉េនេះបោះអាស័ព្ទអញ្ចឹងចំពោះ Anida នេះ Anida ដែលខ្ញុំបរៀនមិញនេះនៅពេលដែលយើងប្រើវាយើងត្រូវដាក់បោះអាស័ព្ទ ika ឲ្យនាមដែលឈរនៅខាងមុខវាអញ្ចឹងយើងមើលនេះ Hanguk Sarami ម្នាក់ប្រុសវាសួរម្នាក់ស្រីថាតើអ្នកជាជនជាតិកូរ៉េឬ Anio Hanguk Sarami Anio តែខ្ញុំមិនមែនជាជនជាតិកូរ៉េទេអញ្ចឹងចំពោះ Anida ហ្នឹងបើសិនជាយើងចង់បដិសេធថាយើងមិនមែនជាអីមួយយើងដាក់វានាមដែលឈរនៅខាងមុខវានេះយើងត្រូវតែប្រើបបអាស័ព្ទ ika ហ្នឹងអញ្ចឹងបើក្នុងភាសានិយាយយើងអាចនិយាយថាជាការ Hanguk Saram Anio អញ្ចឹងបានប៉ុន្តែបើក្នុងការសរសេរយើងដាក់បបអាស័ព្ទឯគេមកនាមហ្នឹងបូក ika មក Anio មកឧទាហរណ៍ថាមិនមែនជាសិភៅទេឆែកគី Anio អញ្ចឹងទៅឆែកសិភៅអូខេអញ្ចឹងសូមសង្ខេបមេរៀនដែលខ្ញុំបរៀនតាំងពីអានជាអានថាមុតហើយនឹងជីមុតថាដាហ្នឹង Alda ចេះដឹងយល់ផ្ទុយរបស់ពាក្យផ្ទុយរបស់វាគឺ Morida មិនចេះមិនដឹងមិនយល់ Ida គឺជា Anida មិនមែនជា Ita មាន Opta គ្មានឬក៏អត់មានមិនមានចឹងទៅអូខេអញ្ចឹងមេរៀនហ្នឹងមានប៉ុណ្ណឹងសូមអរគុណមានចម្ងល់ទេអាចសាកសួរក្នុង comment បានសូមអរគុណច្រើនដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់អរគុណជម្រាបលា안녕히계세요